ឃើញនៅ clear ទាំងពីរនេះហើយអ្នកនរគ្នាគិតមិនដែរវាពិតជាត្រូវមែនទែន it is so true yeah យើងគិតថាម្នាក់ដូចគាត់និយាយហ្នឹងគឺមនុស្សប្រុសហើយមនុស្សស្រី18ឡើងបើសិនជាគាត់ជួបបញ្ហាឬក៏គាត់ fail គាត់វា fail ហ្នឹងគាត់អាចរត់ទៅរៀបការបានរៀបការជាមួយនឹងមនុស្សប្រុសដែលគ្រាន់បើគាត់អាចមានមនុស្សស្រីគាត់អាចមានសម្រស់គាត់អាចមានអីល្អច្រើនជាងមនុស្សប្រុសហ្នឹងទៅចឹងគាត់អាចរត់ទៅតិចចេញពីបញ្ហាហើយទៅរៀបការអីចឹងបានប៉ុន្តែយើងក៏លេចមកមើលមនុស្សប្រុសវិញមនុស្សប្រុសបើសិនជាអត់មានអីហើយគឺចប់សូម្បីតែដៃគូគាត់មានដែរមិនអាចមានដៃគូដែរអញ្ចឹងវាពិបាកនៅកន្លែងហ្នឹងវាជាពិបាកវាជាចំណុចពិបាករបស់មនុស្សប្រុសដែរប៉ុន្តែខ្ញុំនិយាយមិនល្អទេខាងថាមនុស្សស្រីយល់ពីមនុស្សប្រុសខ្លះតែមនុស្សស្រីក៏មានចំណុចពិបាកផ្សេងទៀតដែរខ្ញុំយល់ដូចគ្នាតែខាងអានេះខ្ញុំនិយាយក្នុងលក្ខខណ្ឌនេះនិយាយក្នុងលក្ខខណ្ឌវីដេអូហ្នឹងហើយវាគួរអាណិតខាងប្រុសដែរអាណិតខ្លួនឯងដែរ